ទស្សនវិជ្ជាច្បាប់ De jure កម្ពុជាមានឯកសារប្រវត្តិសាស្ត្រគ្រប់គ្រាន់ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិផែនទីនេះផ្អែកលើផែនទីអន្តរជាតិដែលមានបន្ទាត់ព្រំដែនពណ៌ក្រហមខណ្ឌចែករវាងកម្ពុជានិងថៃហើយប្រាសាទតាម៉ុនតូចនិងប្រាសាទតាម៉ុនធំនិងប្រាសាទតាក្របីស្ថិតនៅក្នុងទឹកដីកម្ពុជាហើយផែនទីពណ៌លឿងនេះគឺជាប្លង់ទីតាំងបង្គោលទី23ដែលផលិតដោយក្រុមបច្ចេកទេសចម្រុះនៃគណៈកម្មាធិការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមបញ្ជាក់យ៉ាងច្បាស់ជាទីតាំងឋានដេខាប្រាសាទតាម៉ុនតូចនិងប្រាសាទតាម៉ុនធំស្ថិតនៅក្នុងទឹកដីកម្ពុជាប្រៀបធៀបទៅនឹងខ្សែបន្ទាត់ព្រំដែន Nous avons basé sur les documents juridiques suivants. C'est-à-dire tout d'abord, si on voit la carte, យើងពឹងផ្អែកទៅលើឯកសារគតិយុត្តដូចតទៅជាដំបូងសូមពិនិត្យផែនទីនេះដោយផ្អែកលើផែនទីអន្តរជាតិផែនទីនេះជាលទ្ធផលការងាររបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមតាំងពីឆ្នាំ1908ហើយប្រទេសថៃខ្លួនឯងបានទទួលស្គាល់ហើយផែនទីនេះបង្ហាញយ៉ាងច្បាស់ថាប្រាសាទទាំង3ស្ថិតនៅយ៉ាងពិតប្រាកដនៅក្នុងទឹកដីនិងអធិបតេយ្យភាពរបស់យើង notre souveraineté. Si on voit quand même les ក្រៅ travaux ពីនេះបើពិនិត្យមើលប្លង់នេះដែលផលិតដោយគណៈកម្មការព្រំដែនបារាំងសៀមដែលបានផលិតកាលពីថ្ងៃទី30ខែធ្នូឆ្នាំ1908យើងឃើញច្បាស់ថានេះជាបន្ទាត់ព្រំដែនហើយចំណុចចុចពណ៌ក្រហមនេះប្រាសាទតាម៉ុនតូចនិងប្រាសាទតាម៉ុនធំគឺមានទីតាំងស្ថិតនៅក្នុងទឹកដីរបស់យើងក្រោមអធិបតេយ្យភាពរបស់យើងដូច្នេះគឺច្បាស់លាស់ណាស់និងមិនអាចប្រកែកបានគឺប្រាសាទទាំង3ប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំនិងប្រាសាទតាក្របីជាកម្មសិទ្ធិរបស់យើងគឺជារបស់ព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចុះបញ្ជី5ប្រាសាទកម្ពុជាទាំងអស់ជាបេតិកភណ្ឌជាតិកាលពីថ្ងៃទី20ខែសីហាឆ្នាំ2008សាក់សីរុះ